សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានពិសេសចេញផ្សាយលើเพจផ្លូវការរបស់សម្ដេចមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារបស់យើងនៅល្ងាចថ្ងៃទី21ខែវិច្ឆិកានេះសូមបងប្អូនជួយ share វីដេអូនេះម្នាក់មួយទាំងអស់គ្នាតាក់ទងនឹងកិច្ចការព្រំដែនបងប្អូននេះគឺជាសេចក្តីប្រកាសរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនដើម្បីកុំឲ្យមានការសង្ស័យដើម្បីកុំឲ្យមានការបារម្ភផ្សេងសូមបងប្អូនចំណាយពេលបន្តិចដើម្បីស្ដាប់នៅសេចក្តីប្រកាសនេះដែលខ្ញុំនឹងអានជូនអត្ថន័យទាំងស្រុងដល់បងប្អូនទាំងអស់គ្នាឥឡូវនេះសេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនឲ្យបានជ្រាបថាពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់47ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្ថិតក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្នុងន័យនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមជម្រាបនិងបញ្ជាក់ជូនជនរួមជាតិនិងសាធារណជនទាំងអស់ឲ្យបានជ្រាបថា1ពាក់ព័ន្ធនឹងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ2006មកម្លេះដើម្បីវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន74បង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនគោកឥណ្ឌូចិនសៀមនៅចន្លោះឆ្នាំ1919ឆ្នាំ1920ការងារវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុងនោះរួមមានទាំងបង្គោលព្រំដែនលេខ42ដល់47ផងដែរគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈលលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908 1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919និង1920ចំណុចទី2កិច្ចការដែលក្រមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមកជាពិសេសនៅកំណាត់ព្រំដែនចន្លោះបង្គោលលេខ42និង47ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះនឹងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយចំណុចទី3ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការនិងអនុវត្តការងារលើដីជាក់ស្ដែងចាប់ពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ដើម្បីវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែងស្របតាមខ្លឹមសារនៃអនុសារណៈនៃការយោគយល់គ្នាគឺ MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេសដែលភាគីទាំងពីរបានឯកភាពគ្នាឆ្លៀតក្នុងឱកាសនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមអំពាវនាវដល់ជនរួមជាតិនិងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិដោយប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិននិងសៀមសេចក្តីដោយបានជម្រាបនិងបញ្ជាក់ជូនខាងលើសូមជនរួមជាតិនិងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមលើកទឹកចិត្តឲ្យមានការចែករំលែកនិងផ្សព្វផ្សាយសេចក្តីប្រកាសនេះឲ្យបានទូលំទូលាយបាទបងប្អូននេះគឺជាអ
អត្តន័យទាំងស្រុងនៃសេចក្តីប្រកាសរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់យើងដែលចេញផ្សាយនៅម៉ោង 5 ល្ងាចថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2025 នេះសូមបងប្អូនជួយចែករំលែកវីដេអូនេះទាំងអស់គ្នាសង្ឃឹមថាជនរួមជាតិយើងនៅក្នុងនិងក្រៅប្រទេសគ្រប់ទីកន្លែងបានយល់បានជ្រាបបានឃើញនៅឯកសារផ្លូវការមួយនេះកុំឲ្យមានការភ័ន្តច្រឡំឬក៏ជឿទៅលើការបំភ្លឺបំភ្លៃនៃប្រភពព័ត៌មានណាមួយដែលអាចធ្វើឲ្យយើងមានការភ័ន្តច្រឡំសូមបងប្អូននៅតែបន្តទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងនិងគណៈកម្មាធិការព្រំដែនរបស់យើងដែលកំពុងតែធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់បំផុតនិងទំនួលខុសត្រូវខ្ពស់បំផុតអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ